ដំណាំស្លានិងដូងគឺពិសេសមែនតែនសម្រាប់ទឹកដីនេះណាពុកម៉ែបងប្អូនណាដោយបងប្អូនឃើញក្នុងរូបភាពនេះស្រាប់គឺស្លាលេខ1តែម្ដងនៅក្នុងទឹកដីឃុំជប់នេះពុកម៉ែបងប្អូនណាថ្ងៃនេះខ្ញុំបាទពេជ្ររតនាសូមមកថតនៅទឹកដីភូមិជប់ឃុំជប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបងប្អូនណាហើយជប់នេះមានជប់ក្នុងជប់ក្រៅបាទមានទី1ទី2ណានៃគីឡូ1គីឡូ2បងប្អូនតែខ្ញុំស្គាល់អស់បងប្អូនណាអញ្ចឹងពុកម៉ែបងប្អូនដែលនៅខាងស្រុកភូមិនេះបើឃើញខ្ញុំបាទពេជ្ររតនាថតផ្សាយនេះហើយជួយខមមិនផងថាកន្លែងនេះចំណុចអីកន្លែងនេះចំណុចអីតែវត្តដឹងតែវត្តជប់ឯពុកម៉ែបងប្អូនណាហើយនៅតាមផ្លូវលំតាមក្រោយវត្តជប់នេះពុកម៉ែបងប្អូនហើយខ្ញុំបាទមិនដែលបានចូលទើបតែទៅថតថ្ងៃនេះឃើញថាផ្លូវបេតុងខ្វាត់ខ្វែងស្រស់ស្អាតហើយជាពិសេសទឹកដីនៅក្នុងភូមិជប់ឃុំជប់នេះគឺជាទឹកដីដែលបកបកើនផលខាងដើមស្លាពុកម៉ែបងប្អូននៅឃើញស្លាដែរបាទផ្ទះណាក៏មានស្លាដែរពុកម៉ែបងប្អូនណាគឺដាំតាំងជុងមើលទៅគេហៅថាជាចំការស្អាតតែម្ដងពុកម៉ែបងប្អូនណាដោយសារតែទឹកដីនេះគឺបកបង្កើនផលបានទៅលើដូងហើយនឹងស្លាហើយនឹងទុរេននេះហ្នឹងគឺល្អមែនតើណាបាទអូយខ្ញុំមិនដែលបានចូលពុកម៉ែបងប្អូនហើយផ្លូវក្នុងផ្លូវក្រៅនៃឃុំជប់ភូមិជប់ទី1ឬទី2អីសូមអធិស្ឋានបាទផ្សាយខុសទីទួយបងណាប៉ិនដឹងស្ថិតនៅក្នុងឃុំជប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបងប្អូនហើយបាទផ្លូវក្នុងមែនប៉ុន្តែសំណង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងគឺប្រកបដោយការចាក់បេតុងស្អាតស្រស់ស្អាតមែនតើណាពុកម៉ែបងប្អូនណាអញ្ចឹងបងប្អូនដែលឃើញខ្ញុំបាទផ្សាយពីឃុំខ្លួនឯងភូមិខ្លួនឯងជួយ like ជួយ share បងប្អូនហើយជួយ comment ថាតើភូមិជប់ទី1ទី2ឬមួយក៏ក្នុងក្រៅនឹងនៅកន្លែងណាដោយសារខ្ញុំបាទទៅពីឆ្ងាយបងប្អូនខ្ញុំអ្នកស្រុកឆ្ងាយអញ្ចឹងមិនសូវស្គាល់តំបន់នេះច្បាស់ទេប៉ុន្តែដឹងថាទឹកដីខ្វាត់ខ្វែងនេះគឺស្ថិតនៅក្នុងឃុំជប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបាទដោយសារការដឹកនាំរបស់អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំលោកបានអភិវឌ្ឍទឹកដីខាងនេះឲ្យមានថ្នល់បេតុងខ្វាត់ខ្វែងមិនពិបាកបងប្អូននៅក្នុងការធ្វើដំណើរទៅស្រែទៅចំការទៅផ្សារឬមួយទៅសាលារៀនទៅវត្តអារាមគឺងាយស្រួលមែនតើបងប្អូនណាបាទខ្ញុំបាទជិះថតថ្ងៃមុនបងប្អូនណាឲ្យឃើញបានន័យថាទឹកដីគេនេះត្រជាក់ត្រជុំណាបងប្អូនណាដើមស្លាដើមដូងអមសងខាងផ្លូវថ្នល់ផ្លូវកស៊ូផ្លូវបេតុងនឹងគឺស្រស់ស្អាតតែម្ដងហើយបន្ទាប់ពីផ្លូវក្នុងនេះរួចហើយបងប្អូនទៅជួបជាមួយខ្ញុំបាទនៅផ្លូវជាតិលេខ 7A នៅខាងក្រៅវិញណាពុកម៉ែបងប្អូនណាខ្ញុំបាទក៏បានថតនៅម្ដុំនឹងវត្តជប់នឹងដែរគឺផ្លូវបេតុងអធិស្ឋានបងប្អូនគឺផ្លូវកស៊ូផ្លូវជាតិលេខ 7A ខ្ញុំបាទថតត្រង់ចំណុចការ៉ាសាំងឯងបងប្អូនបាទឃើញថាផ្លូវជាតិលេខ 7A យើងឆ្ពោះទៅខេត្តត្បូងឃ្មុំខេត្តថ្មីពុកម៉ែបងប្អូនណាបាទកាលពីប្រហែលថ្ងៃមុនហ្នឹងក៏មានការតាំងពិព័រណ៍ដ៏អស្ចារ្យគឺតាំងពិព័រណ៍នៅរដ្ឋបាលខេត្តត្បូងឃ្មុំគឺតាំងពិព័រណ៍ទុរេនបងប្អូនដោយសាររដូវនេះគឺរដូវទុរេនហើយនេះគឺផ្លូវក្នុងមិញចាញ់មកគឺផ្លូវជាតិលេខ 7A ហ្នឹងតែម្ដងបងប្អូនបាទសូមជួយ like ជួយ share ដល់អ្នកគ្នាបងប្អូនណាបាទអរគុណច្រើនបាទគណៈពេលនេះខ្ញុំបាទរតនាសូមអរគុណសូមគោរពលា